វីដេអូបានបង្ហោះហើយទូត្រីនេះរត់រួចតែកាមេរ៉ាឆេនវឹងថតចប់ត្រីឆ្កោកធំណាស់វាជួយសម្រេចគោលបំណងវីដេអូគាត់ថែមទាំងរឹតតែល្បីព្រោះមានឈុតបាត់ត្រីធំដល់1ម៉ែត្រកន្លះតាក់ទាញខ្លាំងណាស់ថ្លៃ100យន់ក្នុង1ម៉ោងយ៉ាងតិច5ម៉ោង500យន់ថ្លៃត្រី3យន់ក្នុង1គីឡូនាំត្រីត្រឡប់បានត្រឹម3គីឡូឬ1ក្បាលមិនលើស10គីឡូតែបើយកត្រីទៅគឺមិនបានលុយវិញដោយមានជំនួយពីគោអ៊ឺនិងអ្នកនេសាទឆេនវឹងដោះស្រាយត្រីរហ័សមានខ្លះបានត្រីខ្លះមិនបានតែអ្នកមិនបានត្រីគ្រាន់តែស្ដាយបន្តិចបន្តួចហាក់នៅចង់នេសាទបន្តទៀតមិននិយាយច្រើនទេរងចាំយប់នេះចប់ចាំគិតលុយក្រោយដោះស្រាយត្រី33អ្នកចប់យ៉ាងយូឡានក៏ធ្វើម្ហូបរួចដែរឆេនវឹងហៅអ្នករាល់គ្នាទៅញ៉ាំបាយរួចហៅគោអ៊ឺទៅហៅជាងជីកដីនិងជាងសាងសង់មកធ្វើការក៏ត្រូវមានបាយហូបដែរបាយថ្ងៃនេះអ៊ូអរណាស់អ្នកខ្លះឃើញសម្រស់យ៉ាងយូឡានក៏មានកម្លាំងចិត្តពេលបានភ្លក់ត្រីហើយអ្នកណាក៏សរសើរមិនដាច់ពីមាត់ត្រីបំពង់ឆ្ងាញ់ណាស់មិនដែលញ៉ាំត្រីបំពង់ឆ្ងាញ់បែបនេះពីមុនមកទេឆ្ងាញ់ណាស់ត្រីបំពង់នេះឆ្ងាញ់ខ្លាំងចំណែកត្រីឆ្កោកចំហុយនេះកាន់តែពិសេសសមជាត្រីធម្មជាតិពិតឃើញទឹកនិងបរិស្ថាននេះក៏ដឹងថាឆ្ងាញ់ហើយមិននឹកស្មានថាឆ្ងាញ់ជាងកន្លែងផ្សេងឆ្ងាយណាស់បាយនេះតម្លៃ100យន់បូកនឹងលុយត្រី300យន់ទៀតថ្ងៃនេះចំណេញណាស់ត្រីខ្ញុំលក់អស់ហើយទុកតែត្រីឆ្កោកមួយក្បាលឲ្យប្រពន្ធកូនរងចាំនេសាទបន្តពេលរសៀលបងស្រីធ្វើម្ហូបឆ្ងាញ់ណាស់សុំថែមបន្តិចបានទេអ្នកគ្រប់គ្នាសរសើរមិនដាច់យ៉ាងយូឡានដែលជាមេផ្ទះមានក្តីសុខខ្លាំងមានគេហៅបងស្រីទៀតនាងសប្បាយចិត្តណាស់បងស្រីស្អាតណាស់អ្នកក្នុង live ខ្ញុំសុទ្ធតែសរសើរបងមានក្មេងស្រីម្នាក់ទៀតមកបងដួសឲ្យអរគុណបងស្រីគូអ៊ឺបើហូបមិនឆ្អែតទៅរកយូឡានថែមទៅត្រីមានឆ្អឹងច្រើនហូបយឺតណាប៉ាំងអ៊ឺនេះត្រីរបស់ឯងចំណែកនេះត្រីរបស់យូឡានមានតែពីរពូកែណាស់យប់នេះខ្ញុំយកខ្លះទៅផ្ទះផងនិយាយអីបន្តិចមើលចាំបន្តិចមើលនេះខ្ញុំឃើញវីដេអូវឹងស៊ីងហើយគាត់ផុសវីដេអូខ្ញុំហើយនេះមិនមែនឯងទេហេបានហូបរួចចាំមើលអ្នកនេសាទទាំងអស់កំពុងហូបបាយខ្លះញ៉ាំលឿនដើម្បីបាននេសាទបន្តព្រោះវាជាបាយហ្វ្រីឆេនវឹងនឹងថែមពេល10នាទីឲ្យអ្នកកំពុងនេសាទបងប្រុសហៃសូក៏កំពុងញ៉ាំនៅខាងទៀតអ្នករាល់គ្នាថាឆ្ងាញ់តែហៃសូគិតតែពីត្រីឆ្កោកដែលរត់បាត់នោះនឹកដល់ហើយស្ដាយណាស់អ្នកដែលចប់ពេលនេសាទក៏ហូបបាយរួចជាងក៏ទៅធ្វើការបន្តគូអ៊ឺជួយយ៉ាងយូឡានរៀបចំឆេនវឹងភ្ញាក់ផ្អើលពេលឃើញអ្នកនេសាទហូបបាយរួចមិនដល់5នាក់ដែលចង់ត្រឡប់ទៅផ្ទះពួកគេចង់រងចាំដល់ល្ងាចឬគ្រាន់តែចង់មកហូបបាយហ្វ្រីបើមិននេសាទគឺមិនមានបាយហូបទេលើកលែងតែអ្នកដែលកំពុងនេសាទបើមិនដូច្នេះទេថ្ងៃក្រោយគេមកច្រើនពេកពិបាកគ្រប់គ្រងណាស់ប៊ីយុនថៅក៏ទៅនេសាទបន្តឆេនវឹងក៏រកកន្លែងអង្គុយទើបអង្គុយមើលវីដេអូរបស់វឹងសឹងដោយរំពឹងទុកវីដេអូវឹងយិនចាប់ផ្ដើមពីជួបគ្នានៅទីក្រុងរហូតដល់ទៅនេសាទនៅភូមិក្រោយពេលនោះវឹងយិនមានអារម្មណ៍ថាត្រូវគេបោកហើយមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់វីដេអូកាត់បានល្អមើលណាស់ឈុតបញ្ចប់ដែលបង្ហាញពីភាពភ្ញាក់ផ្អើលក៏ល្អដែរការនិយាយគ្នានៅទីក្រុងនិងភាពភ្ញាក់ផ្អើលពេលត្រូវបោកបង្កើតបានជាចំណុចចាប់អារម្មណ៍សាច់រឿងមានដំណើររឿងច្បាស់លាស់វគ្គបញ្ចប់ថែមទាំងបង្ហាញត្រីយក្សដែលគាត់ចាប់បានទៀតទើបតែផុសបាន1ម៉ោងជាងតែមានអ្នកចុច like ដល់ទៅជាង80000នាក់ខមមិនជិត10000និងការ share ជាង20000វីដេអូនេះច្បាស់ជាផ្ទុះមិនខានឡើយគេភ្ញាក់ផ្អើលនឹងទំហំត្រីតែខ្លះក៏ថាអាំងនេះគ្មានត្រីធំបែបនេះទេភាពល្បីល្បាញនេះនឹងជួយបង្កើនអ្នកតាមដានវឹងយិនបានច្រើនគួរសមតែអាប់ដាំឲ្យក្នុងវីដេអូមិនបានបញ្ជាក់ពីអាងទឹកភូមិយូឡុងសំបីបន្តិចខ្ញុំចាំបានថាខ្ញុំគង់និយាយបញ្ជាក់នៅមុខកាមេរ៉ាដែរតែគេកាត់ចេញអស់ទោះមិននិយាយចំឈ្មោះតែដោយសាររូបភាពត្រីធំជាច្រើនក្នុងនោះទីតាំងអាងទឹករបស់យើងនឹងមិនអាចលាក់បាំងអ្នកគ្រប់គ្រងបានឡើយតែប៉ុណ្ណឹងគឺគ្រប់គ្រាន់យើងត្រូវតែរៀបចំខ្លួនឯងលឿនឡើងតើឯងថាមានរឿងចង់ពិភាក្សាជាមួយខ្ញុំមែនទេត្រូវហើយហ្វឹងអាំងនេសាទឯងចាប់ផ្ដើមរកចំណូលបានហើយតែចង់រកលុយឲ្យបានច្រើនជាងនេះទេគឺខ្ញុំលេងជាមួយឯងហើយមិនមែនខ្ញុំអន់ទេតែយើងជាបងប្អូនមិនចាំបាច់តឹងតែងពេកទេខ្ញុំចង់បានត្រី10គីឡូឡើងឬលើសពីនេះទៅទៀតអាប់ដាំឯងនិយាយស្អីមិនដឹងរឿងសោះតាមចិត្តឯងទៅចង់នេសាទបន្តទៀតក៏តាមចិត្តខ្ញុំទៅសិនហើយខ្ញុំ
មិត្តភាពយើងប៉ុន្មានឆ្នាំមកនេះឯងធ្វើដាក់ខ្ញុំបែបនេះមែនទេបងកុំទៅអីខ្ញុំសុំទោសអញហាខ្ញុំលែងដៃរងហ្វាខ្ញុំមានគំនិតមួយខ្ញុំលក់សម្ភារៈនេសាទបើឯងបើកអាងអ្នកមកច្រើនច្បាស់ជាលក់ដាច់ខ្ញុំនឹងយកសម្ភារៈមកលក់នៅទីនេះហើយចែកកម្រៃគ្នាពាក់កណ្ដាលឯងមិនបាច់ចំណាយអីទេឯងចង់បានចំណេញសុទ្ធតែម្ដងរឿងនេះអាចពិចារណាបាន30ខ្ញុំជាអ្នកផ្ដល់អតិថិជនហើយខ្ញុំក៏អាចតាក់ទងរោងចក្រផ្ទាល់បានដែរហេតុអ្វីត្រូវពឹងឯងបើចែកប្រាក់ចំណេញពាក់កណ្ដាលខ្ញុំគ្រាន់តែអង្គុយរងចាំលុយចូលមែនទេចែកប្រាក់ចំណេញ5/2/3ឯងចង់សម្លាប់ខ្ញុំមែន